សួស្តីពុកម៉ែពូមីងបងប្អូនទាំងអស់គ្នានេះជាសកម្មភាពថ្ងៃមុនដែលពួកយើងបានទៅលេងខ្ញុំបានទៅលេងស្រុកចាពួកយើងបានធ្វើដំណើរទៅពីភ្នំពេញទៅសៀមរាបបងប្អូនព្រោះស្រុកខ្ញុំនៅនឹងចាខ្ញុំបានទៅលេងផ្ទះតែ2ថ្ងៃឯងចាហើយនេះជាសកម្មភាពដែលបងស្រីខ្ញុំគាត់រៀបចំកៅអៅដើម្បីទៅលេងស្រុកពួកយើងទៅគ្នា3នាក់បងប្អូនចាហើយពួកខ្ញុំខ្ជិលយកអីវ៉ាន់ទៅច្រើនពួកយើងទៅតែ2ថ្ងៃពួកយើងដាក់អីវ៉ាន់តាមវ៉ាលីអីចឹងណាបងប្អូនចាហើយនេះជាសកម្មភាពបងខ្ញុំគាត់អូសវ៉ាលីឡើងតាក់ស៊ីអីចឹងណាបងប្អូនហើយគាត់ជ្រួលច្បល់ជាងគេពួកឯងគាត់សប្បាយចិត្តដែលបានទៅជួបពុកម៉ែយាយតាបងប្អូនចាហើយពួកខ្ញុំសប្បាយចិត្តមែនតាពួកឯងមួយឆ្នាំមានម្ដងចឹងពួកយើងអត់ខកខានបានទេចាហើយនេះជាសកម្មភាពដែលពួកយើងធ្វើដំណើរទៅចំណតឡានក្រុងពួកខ្ញុំចង់កក់រ៉ាវីតាល់ដែរប៉ុន្តែវាពេញវាមានតែកៅអីអង្គុយចឹងណាពួកខ្ញុំទៅពេលយប់ត្រូវការគេងហើយត្រូវការបន្ទប់ទឹកទៅអត់មានតែជំរើសចុងក្រោយមានតែយកឡានក្រុងក្រុមហ៊ុនផ្សេងអីចឹងតែខ្ញុំអត់សូវស្គាល់ឈ្មោះទេបងប្អូនពួកនេះជាបងស្រីខ្ញុំគាត់កក់សំបុត្រកក់អីចឹងណាបងប្អូនទៅខ្ញុំអត់សូវដឹងហើយពួកយើងបានធ្វើដំណើរទៅហើយនេះជាចំណតដែលពួកយើងចុះចតជប់ទឹកអីចឹងណាបងប្អូនហើយកន្លែងហ្នឹងមានកន្លែងទិញអីវ៉ាន់ទិញនំអីពួកអីគេវាស្តៀងម៉ាតដែរតែមានម៉ាតទេបងប្អូនឥឡូវយើងរកទិញអីញ៉ាំតិចតួចហើយកន្លែងហ្នឹងមាននំខ្មែរលក់ច្រើនប្រភេទដែរតាបងប្អូនហើយពួកយើងទិញនំតិចតួចទិញពងមាន់ទិញទឹកជីកាមឬក៏ក្រូចថ្លុងដែរតិចតួចហើយពេលហ្នឹងខ្ញុំសួរបងស្រីខ្ញុំថាតិចឡានក្រុងចេញចោលឬក៏ឡើងឡានច្រឡំឡានក្រុងអីពួកអីឡានក្រុងឈប់កន្លែងហ្នឹងច្រើនបងប្អូនទៅបានខ្ញុំសួរទៅគាត់ថាអត់ខ្លាចផងពួកអីគាត់ចាំបានអីចឹងពេលហ្នឹងខ្ញុំទៅ2នាក់ឯងពួកអីខ្ញុំខ្ជិលរំខានបងថ្លៃខ្ញុំគាត់គេងអីចឹងបងប្អូនទៅបានទៅទិញអីញ៉ាំ2នាក់អីចឹងឥឡូវខ្ញុំបានដល់ឡានក្រុងហើយញ៉ាំអីតិចតួចហើយបងប្អូនអាចទស្សនាវីដេអូក្រោយព្រោះវីដេអូវែងពេកអញ្ចឹងខ្ញុំខ្ជិលកាត់អញ្ចឹងចាំមើលវីដេអូក្រោយទាំងអស់គ្នាចា